សម្លមកជូរគ្រឿងបាទពុះគោបងប្អូនបាទនេះជូរគ្រឿងពុះគោបាទឥឡូវបាទយើងហាន់ហើយបងប្អូនអញ្ចឹងបាទយើងមកងាស់វាប្រហែលជា1ម៉ោងបាទទៅ1ម៉ោងកន្លះសិនបាទបានយើងចាប់ផ្ដើមដាក់គ្រឿងដាក់អីចឹងទៅបាទអញ្ចឹងយើងហូបបានហើយបងប្អូនបាទអញ្ចឹងបាទសម្រាប់ជូរគ្រឿងពុះគោបាទនេះអត់ទាន់បានបាទសម្រាប់បាន 100% ទេតែបាន 80% បងប្អូនបាទយើងរងចាំវាបាទនេះមកជូរគ្រឿងបងប្អូនបាទឆ្អិនហើយបាទជូរគ្រឿងពុះគោបាទបងប្អូនទៅការអាចមកបានបាទសម្រាប់ជូរគ្រឿងពុះគោថ្ងៃហ្នឹងបងប្អូនបាទអរគុណច្រើនអរគុណយើងធ្វើហើយបាទយើងស្ងោរវាបាទយើងលាងទឹកលាងអីហើយយើងស្ងោរវាបាទនេះយើងពងស្ងោរវាបងប្អូនបាទឥឡូវយើងស្ងោរឆ្អិនហើយបាយសម្លដែលបាទយើងធ្វើប្របាក់ធ្វើជាងគេបំផុតគឺសម្លមកជូរគ្រឿងពុះគោហ្នឹងហើយបងប្អូនព្រោះអីនេះពុះគោបាទច្រើនណាយើងយកមកធ្វើខ្លួនឯងបាទយើងអត់អ្នកបាទអ្នកលក់គេអត់ធ្វើឲ្យយើងទេអញ្ចឹងយើងមកលាងសម្អាតខ្លួនឯងបាទយើងគាត់សម្អាតបាទ 4-5 ទឹកណាបងប្អូនត្មមស្អាតនេះបាទជាពិសេសគឺពួកហ្នឹងប្របាក់ធ្វើមែនតើបាទក៏ប៉ុន្តែយើងធ្វើបាទនិយាយទៅបាទខាងចុងភៅខ្ញុំគាត់ជំនាញខាងធ្វើមកជូរគ្រឿងពុះគោហ្នឹងបាទអញ្ចឹងគាត់ជាជំនាញគាត់តាំងពីដើមមកបាទពីដើមមកទៅវងបំផុតហ្នឹងគឺគាត់បាទធ្វើតែមកជូរគ្រឿងពុះគោហ្នឹងទេបាទបងប្អូនបាទហើយឥឡូវនេះបាទគាត់ធ្វើម្ហូបផ្សេងទៀតបាទគាត់អត់សូវធ្វើមកជូរគ្រឿងពុះគោនេះទេដោយសារអានេះបាទយើងធ្វើយូរអញ្ចឹងយើងអត់សូវបាទច្រើនទេបាទយើងបើសិនតែយើងមានម្ហូប5-6 មុខគឺយើងអត់ធ្វើអាហ្នឹងទេបាទដោយសារនឹងធ្វើយូរបងប្អូនបាទអញ្ចឹងសម្រាប់ស្អែកថ្ងៃទី 9បាទយើងមានជូរគ្រឿងពុះគោបាទសម្រាប់បងប្អូនបាទហូបបាទជាអាហារថ្ងៃត្រង់ទាំងអស់គ្នាអញ្ចឹងកុំភ្លេចបងប្អូនបាទយើងហូបជូរគ្រឿងពុះគោទាំងអស់គ្នាសម្រាប់ថ្ងៃស្អែកបាទនេះតំណងមែនតើបងប្អូនបាទឆ្ងាញ់ណាបាទហើយនេះសិតថាបាទគ្រឿងក្នុងគោបាទហើយយើងធ្វើហើយអញ្ចឹងយើងមកងាស់វាឲ្យឆ្អិនបន្តិចបាទហើយយើងស្វងវាយកទៅហាន់បាទសម្រាប់ថ្ងៃស្អែកបាទថ្ងៃស្អែកបាទនេះស្លឹកគ្រឿងបាទក្នុងអស់គោបាទយើងស្ងោរវាបាទបើឆ្អិនហើយបាទឆ្អិនហើយតិចទៀតបាទយើងស្វងវាយកទៅធ្វើយកទៅហាន់បងប្អូនបាទអញ្ចឹងស្អែកបាទយើងបាទហូបបាទមកជូរគ្រឿងពុះគោសម្រាប់ជាអាហារថ្ងៃត្រង់ដល់អ្នកបងប្អូនបាទតោះបាទអញ្ចឹងបងប្អូនមើលតាមដានជាមួយនឹងការធ្វើបន្តបាទហូបនេះបាទឲ្យដល់ចប់បងប្អូនដល់ចប់តោះអញ្ចឹងយើងស្វងវាដាក់បាទស្ដាល់វាឲ្យស្ងួតទឹកសិនបាទអញ្ចឹងយើងស្រង់ហើយបងប្អូនមកតិចទៀតយើងចាប់ដើមបាទហាន់បាទជាចំណិតដើម្បីយកបាទយកទៅបង់នៅក្នុងទឹកស៊ុបបាទជូរគ្រឿងបងប្អូន ប
ចាប់ផ្ដើមកាន់ហើយបាទបងប្អូនឥឡូវយើងបាទហាន់វាហើយបាទពុកគូមិញ បាទយើងហាន់ហើយបងប្អូនអញ្ចឹងបាទយើងមកងាស់វាប្រហែលជា1ម៉ោងបាទទៅ1ម៉ោងកន្លះសិនបាទបានយើងចាប់ផ្ដើមមកដាក់គ្រឿងដាក់អីអញ្ចឹងទៅបាទអញ្ចឹងយើងហូបបានទេបងប្អូនបាទអញ្ចឹងបាទសម្រាប់បញ្ជូរគ្រឿងពុកគោបាទនេះអត់ទាន់បានបាទសម្រាប់បាន 100% ទេតែបាន 80% បងប្អូនបាទយើងរងចាំវាបាទផុយតិចសិនបងប្អូនយើងមកងាស់វាឲ្យផុយតិចសិនបាទបន្ទាប់ពីយើងងាស់វាផុយតិចហើយអាហ្នឹងបាទយើងដាក់គ្រឿងក្រូវហើយបាទយើងអាចបាទញ៉ាំបានធម្មតាបាទអញ្ចឹងបងប្អូនកុំភ្លេចបាទយើងស្អែកថ្ងៃទី9បាទយើងញ៉ាំពុកគោបាទបញ្ជូរគ្រឿងពុកគោទាំងអស់គ្នាបងប្អូនបាទតោះអញ្ចឹងចាំជួបគ្នាបាទថ្ងៃស្អែកបងប្អូនជួបគ្រឿងពុកគោឆ្ងាញ់បងប្អូនឆ្ងាញ់បាទយើងហាន់ហើយបងប្អូនអញ្ចឹងបាទយើងមកងាស់វាប្រហែលជា1ម៉ោងបាទទៅ1ម៉ោងកន្លះសិនបាទបានយើងចាប់ផ្ដើមមកដាក់គ្រឿងដាក់អីអញ្ចឹងទៅបាទអញ្ចឹងយើងហូបបានទេបងប្អូនបាទអញ្ចឹងបាទសម្រាប់បញ្ជូរគ្រឿងពុកគោបាទនេះអត់ទាន់បានបាទសម្រាប់បាន 100% ទេតែបាន 80% បងប្អូនបាទយើងរងចាំវាបាទនេះបញ្ជូរគ្រឿងបងប្អូនបាទឆ្អិនហើយបាទបញ្ជូរគ្រឿងពុកគោបាទបងប្អូនត្រូវការអាចមកបានបាទសម្រាប់បញ្ជូរគ្រឿងពុកគោថ្ងៃហ្នឹងបងប្អូនបាទអរគុណច្រើនអរគុណ